ក្រោយថ្ងៃជ័យជំនះ7មករាណាយើងបានរស់រៀនមានជីវិតមកដល់សប្តាហ៍នេះដោយសារការលះបង់របស់ពុទ្ធបរិស័ទយើងក៏ដូចជាណាវីរៈជនយើងដែលតែងតែទទួលខុសត្រូវនឹងការពារនៅសន្តិភាពរហូតមកដល់ពេលនេះហើយល្បុក្កតោចុះពិធីបានដោយសារសម្ដេចតេជោហ៊ុនសែនលោកជាបដិបាលនៃល្បុក្កតោកម្ពុជាកាលនោះលោកបានខុសប្រជុំដើម្បីព្រឹត្តិការណ៍ទាំងអស់ចូលរួមក្នុងការសម្រេចចិត្តដើម្បីដាក់ចូលទៅអង្គការយូណេស្កូនេះគឺជាមោទនភាពដ៏ធំណាស់ដែលសម្ដេចលោកតែងតែគិតគូរណាគ្រប់វិស័យទាំងអស់រហូតបានមកចុះបញ្ជីនេះបាទមិនទួលទេក្នុងរយៈពេល15ឆ្នាំទម្រាំតែបានចុះបញ្ជីរបស់យើង